រឿងបន្លំខ្លួននៅចិត្តអូនភក្តីគឺជាកំឡោះសង្ហាម្នាក់ដែលបានរៀនចប់ថ្នាក់បណ្ឌិតមកពីក្រៅប្រទេសហើយក៏ជាកូនមហាសេដ្ឋីលាក់មុខប៉ុន្តែបន្លំខ្លួនធ្វើជាអ្នកក្រស្លៀកពាក់ចាស់ៗដើម្បីស្វែងរកស្នេហ៍ពិតតែមិនមើលឃើញតែទ្រព្យសម្បត្តិរបស់គេនោះទេនៅពេលដែលគេបានរៀបចំខ្លួនរួចហើយពេលនោះគេបានឃើញទៅដល់មនុស្សស្រីម្នាក់ដែលគេធ្លាប់បានស្លួចស្រឡាញ់តាំងពីនៅក្មេងមកម្ល៉េះពេលនោះគេបានរៀបចំគម្រោងការដើម្បីទៅនៅចិត្តតួស្រីរបស់យើងចិន្តាគឺជានារីម្នាក់ដែលគេតែងលួចស្រឡាញ់តាំងពីក្មេងប៉ុន្តែចិន្តាមិនបានដឹងទេថាភក្តីគឺជាមនុស្សម្នាក់ដែលជាកូនអ្នកមាននោះឡើយពេលនោះគេបានរៀបចំគម្រោងដើម្បីទៅនៅចិត្តនាងគឺជាកូនស្រីច្បងនៃមហាសេដ្ឋីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេនាងមានចិត្តបុណ្ណណាស់ប៉ុន្តែមានចរិតឆ្នាបន្តិចមិនចូលចិត្តមនុស្សដែលគ្មានសណ្ដាប់ធ្នាប់នោះឡើយថ្ងៃនេះដែរភក្តីបានបន្លំខ្លួនសំទៅធ្វើការនៅក្នុងភូមិមួយគ្រឹះរបស់លោកសេដ្ឋីធនដែលជាឪពុករបស់ចិន្តានោះឯងដោយឃើញភក្តីមានកម្លាំងមមួននិងចេះដឹងខុសត្រូវលោកសេដ្ឋីក៏បានទទួលយកមកធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនសម្រាប់ដេញជើងកូនស្រីជើងល្អរបស់គាត់ដំបូងឡើយចិន្តាស្អប់ភក្តីខ្លាំងណាស់ព្រោះគិតថាគេជាមនុស្សក្រីក្រគ្មានអនាគតប៉ុន្តែរាល់ពេលដែលមានបញ្ហាភក្តីតែងតែប្រើប្រាស់ចំណេះដឹងរបស់គេនិងភាពវៃឆ្លាតជួយដោះស្រាយបញ្ហានាងជានិច្ចរហូតធ្វើឲ្យចិត្តដែលនាងធ្លាប់តែរឹងដូចថ្មក៏ចាប់ផ្ដើមទន់ជ្រាយហើយលងស្រឡាញ់ភក្តីដោយមិនដឹងខ្លួនបន្ទាប់ពីមានស្នេហាជាមួយនឹងអ្នកបម្រើរួចមកពេលនោះក៏បានដឹងឮដល់ឪពុករបស់នាងធ្វើឲ្យឪពុករបស់នាងនឹងខឹងនឹងភក្តីយ៉ាងខ្លាំងដោយគាត់បាននិយាយថាមិនគួរណាអ្នកបម្រើដូចជាភក្តីស៊ីបាយនៅក្នុងផ្ទះគាត់ហើយជួអាចដាក់ដំបូលផ្ទះគាត់ទៀតនេះគឺជាពាក្យអសុរោះដែលគាត់បានប្រើហើយចាប់តាំងពីគាត់ដឹងថាកូនស្រីរបស់គាត់បានលងស្នេហ៍អ្នកបម្រើរួចមកគាត់ក៏ចាប់ផ្ដើមរៀបចំគម្រោងផែនការជាមួយនឹងកូនប្រុសអ្នកមានម្នាក់ពេលម្នាក់នោះមានឈ្មោះថាវិបុលគឺជាក្មេងត្រចៀសរឹងរូសតាំងពីក្មេងមកម្លេះគេមានចរិតកងកាចអួតអាងហើយនៅពេលនេះដែរក្រុមហ៊ុនប៉ាម៉ាក់របស់គេក៏ចិត្តខ្សែធន់ដែរពេលនេះគេត្រូវតែឆោងចាប់ឱកាសល្អមួយនេះព្រោះថាបើសិនជាគេបានក្លាយទៅជាកូនប្រសារសេដ្ឋីធន់នោះគ្រួសាររបស់គេនឹងអាចរួចផុតពីការខ្សែធន់ជាមិនខានពេលនោះគេបាននិយាយត្រូវរៅគ្នាជាមួយនឹងលោកសេដ្ឋីធន់បាត់ទៅហើយដើម្បីរៀបចំគម្រោងផែនការធ្វើបាបភក្តីដោយមិនអោយដឹងខ្លួននោះឡើយជាការពិតណាស់ថ្ងៃមួយនោះស្រាប់តែលោកសេដ្ឋីធន់ក៏បានរៀបចំកម្មវិធីធំមួយយ៉ាងអធិកអធមដើម្បីឲ្យពួកគេទាំងពីរនាក់បានជួបគ្នានោះគឺវិបុលជាមួយនឹងចិន្តាយីពីវិបុលនេះវិញគេបានរៀបចំឲ្យឪពុកម្ដាយរបស់គេរៀបចំខ្លួនធ្វើយ៉ាងណាកុំឲ្យលោកសេដ្ឋីធន់ដឹងថាពួកគេកំពុងតែធ្លាក់ខ្លួនខ្សែធន់ពេលនោះឪពុកម្ដាយរបស់គេពិតជារៀបចំខ្លួនដើម្បីកូនប្រុសរបស់គេមែនពួកគេបានជួលឡានទំនើបដើម្បីមកជិះអួតអាងដើម្បីកុំឲ្យអ្នកណាចាប់អារម្មណ៍មិនត្រឹមតែប៉ុណ្ណោះគ្រឿងពេជ្រគ្រឿងអលង្ការដែលពួកគេបានលក់សងគេអស់ទៅហើយនោះពេលនេះគ្មានសល់អ្វីនោះទេគេក៏បាននឹកឃើញថាត្រូវទៅចូលហាង 2500 ដើម្បីទៅរកមើលរបស់ណាដែលដូចទៅនឹងពេជ្រពិតនៅពេលនោះដែរគេបានទិញគ្រឿងក្រឡៃទាំងឈុតយកមកស្រោចស្រពលើខ្លួនប្រាណរបស់គេហើយទៅជួលខោអាវថ្មីមកទៀតចំណែកភក្តីរបស់យើងវិញក៏ធ្វើការដូចធម្មតាហើយដោយមិនដឹងថាហេតុការណ៍ដែលកំពុងតែធ្វើក្នុងពិធីជប់លៀងនេះអាចធ្វើឲ្យរូបគេនឹងបាក់មុខបាក់មាត់ហើយក៏ត្រូវគេបណ្តេញចេញនោះដែរគ្រាន់តែចូលដល់កម្មវិធីភ្លាមពេលនោះវិបុលហើយនឹងឪពុកម្ដាយរបស់គេចូលមកស្ញប់ស្ញែងក្នុងកម្មវិធីនោះយ៉ាងខ្លាំងចំណែកលោកសេដ្ឋីធនវិញក៏បានរាក់ទាក់ហាក់ដូចជាពួកគេទាំងអស់គ្នានឹងជាសាច់ញាតិនឹងគ្នាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ចំណែកចិន្តាវិញមិនពេញចិត្តនឹងកម្មវិធីនេះទេព្រោះដឹងថាឪពុករបស់នាងកំពុងតែរៀបចំឲ្យនាងបានស្គាល់ជាមួយនឹងវិបុលហើយចំណែកវិបុលវិញគេមិនចូលចិត្តតាំងពីក្មេងមកម្លេះដោយសារតែវិបុលគឺជាក្មេងប្រុសម្នាក់ដែលមានចរិតចលើសបឺឆ្លើយជាទីបំផុតប៉ុន្តែបងគេមិនចង់ចូលរួមក្នុងកម្មវិធីនេះទេក៏ប៉ុន្តែដោយសារតែឪពុករបស់គេបានប្រាប់ថានេះគឺដើម្បីក្រុមហ៊ុនយ៉ាងគាត់មានតែកូនស្រីធំតែម្នាក់គាត់គឺជាអ្នកស្នងមរតកឲ្យគាត់នៅពេលអនាគតដូច្នេះក្រុមហ៊ុនទាំងមូលគឺត្រូវតួស្រីរបស់យើងនឹងហើយគឺជាអ្នកគ្រប់គ្រងបន្ទាប់ពីឪពុកបានបញ្ចុះបញ្ចូល
ចិន្តារួចមកចិន្តាក៏រៀបចំខ្លួនប្រៀបដូចជាម្ចាស់ស្ត្រីអញ្ចឹងនៅក្នុងកម្មវិធីនេះពិតជាលេចធ្លោនិងស្រស់ស្អាតជាងគេអ្នកណាក៏សរសើរថាតួស្រីរបស់យើងនឹងស្រស់ស្អាតខ្លាំងណាស់ពិតជាស័ក្តិសមជាកូនមហាសេដ្ឋីហើយម្នាក់បាននិយាយថាមិនដឹងថាអ្នកណាបាននាងធ្វើជាគូគ្រងនោះឡើយបន្ទាប់ពីឮគេខ្សឹបខ្សៀវគ្នារួចមកវិបុលក៏គិតក្នុងចិត្តថាវាគ្មានអ្នកណាក្រៅពីរូបគេនោះទេហើយគេក៏បានដើរទៅរាក់ទាក់ជាមួយនឹងចិន្តាចំណែកចិន្តាវិញឃើញសែនចិនមហាចិនប៉ុន្តែត្រូវឪពុករបស់នាងបានបង្ខំឲ្យនាងនឹងទៅរាក់ទាក់ជាមួយនឹងវិបុលទៅគេក៏បង្ខំចិត្តទៅចំណែកឯភក្តីវិញពេលដែលឃើញចិន្តាបែបនេះគេមានចិត្តលួចប្រច័ណ្ឌដែរប៉ុន្តែមិនដឹងធ្វើម៉េចព្រោះថាពេលនេះឋានៈគេត្រឹមតែជាអ្នកបម្រើតែប៉ុណ្ណោះបន្ទាប់ពីចូលរួមក្នុងកម្មវិធីបានមួយសន្ទុះក្រោយមកក៏ដល់ម៉ោងកម្មវិធីរំរែកពេលនោះវិបុលក៏បានសុំចិន្តាឡើងរំជាមួយនឹងគេប៉ុន្តែចិន្តាមិនបានឡើងរំជាមួយនឹងគេនោះទេថែមទាំងនិយាយថាខ្ញុំមិនចេះរំនោះទេហើយខ្ញុំក៏មិនចូលចិត្តដែរសូមលោកថយចេញឆ្ងាយពីខ្ញុំបន្តិចទៅមានពាក្យជាច្រើនដែលចិន្តាបានស្ដីឲ្យពេលនោះធ្វើឲ្យវិបុលរៀងខ្មាស់គេហើយគេក៏បានមើលទៅមុខលោកសេដ្ឋីធនពេលនោះលោកសេដ្ឋីធនក៏បានសញ្ញូកន្ទុយភ្នែកដាក់ដើម្បីឲ្យគេរៀបចំផែនការហើយគេក៏បានយកគ្រឿងពេជ្រមួយឈុតឲ្យបានដើរបន្លំខ្លួនទៅចិត្តភក្តីបន្ទាប់ពីឈរនិយាយជាមួយភក្តីផ្លែផ្ការួចមកពេលនោះគេក៏បន្លំដាក់ខ្សែកពេជ្រចូលទៅក្នុងហោប៉ៅភក្តីដោយភក្តីមិនបានដឹងខ្លួននោះឡើយបន្ទាប់មកគេក៏បានដើរចូលមកក្នុងវងកម្មវិធីវិញធ្វើធម្មតាមួយសន្ទុះក្រោយមកគេបានស្រែកឆោឡោថាបាត់ខ្សែកពេជ្រដែលគេរៀបចំទុកសម្រាប់ចិន្តាធ្វើជាកាដូពិសេសឲ្យនាងហើយនោះគេបានស្រែកឆោឡោយ៉ាងខ្លាំងបន្ថែមទៀតមនុស្សម្នានៅក្នុងកម្មវិធីនាំគ្នាមើលមុខគ្នាដោយឆ្ងល់ថាតើអ្នកណាអីក៏ថ្លើមធំម្លេះហ៊ានលួចរបស់ដ៏មានតម្លៃនេះទៀតពេលនោះពួកគេទាំងអស់គ្នាក៏បានមើលមុខគ្នាទៅវិញទៅមកហើយនឹងចោទសួរចម្លើយគ្នាខ្សឹបខ្សៀវចំណែកវិបុលក៏បាននិយាយចំថាអស់លោកទាំងអស់គ្នាដែលបានមកចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នាគេជឿជាក់ថាគ្មានអ្នកណាប្រហើនហ៊ានលួចរបស់របរបែបនេះទេតើតែពួកក្ររហេមរហាមទៅហ៊ានយកពេលនោះគេបានសុំអភ័យទោសទៅដល់ភ្ញៀវកិត្តិយសទាំងឡាយរួចហើយគេបាននិយាយថាគេសុំឆែកត្រឹមតែអ្នកបម្រើឬក៏អង្គរៈទាំងអស់តែប៉ុណ្ណោះចំណែកឯអ្នកចូលរួមកម្មវិធីគេមិនឆែកនោះទេព្រោះទុកកិត្តិយសឲ្យខណៈពេលនោះដែរគេទាំងអស់គ្នាក៏បានយល់ព្រមហើយអ្នកបម្រើអ្នករត់តុទាំងអស់ក៏បានចូលមកឲ្យគេឆែកតាមដំណើរមិនយូរមិនឆាប់ភក្តីក៏បាននៅក្រោយគេប៉ុន្តែភក្តីមិនបានផាត់ភ័យអីនោះឡើយដោយសារតែគេដឹងខ្លួនគេថាគេមិនមែនជាចោរនោះទេពេលនោះគេបានឈរធ្វើមិនដឹងហើយចំណែកឯវិបុលវិញក៏បាននិយាយទៅកាន់ភក្តីថាប្រកាសណាស់ប្រកាសជាឯងជាមិនខានព្រោះឯងគឺជាមនុស្សក្រីក្រលោភលន់សូម្បីតែពេលនោះគេប្រើពាក្យបែបនេះហើយគេក៏សម្លឹងទៅរោគចិន្តាដោយគេចង់មានន័យថាក្តីកំពុងតែស្រឡាញ់ចិន្តាគេបានអន់ទឹកខ្សឹបទៀតថាឯងកុំសង្ឃឹមឲ្យសោះចិន្តាគឺជារបស់គេតែម្នាក់ចំណែកភក្តីមិនបាននិយាយអ្វីទាំងអស់គ្រាន់តែធ្វើមុខញឹមព្រោះភក្តីបានដឹងថាវិបុលគឺជាមនុស្សបោកប្រាស់នៅក្នុងសង្គមនេះតែមិនទាន់មានអ្នកណាដឹងចំណែករូបគេវិញគឺបានតាមដានដឹងគ្រួសារវិបុលយ៉ាងម៉េចអស់ទៅហើយពេលនោះដែរគេបាននិយាយថាវិបុលគឺជាអ្នកមានខ្លែងខ្លាយនិយាយបែបនេះហើយធ្វើឲ្យគេក្តៅចិត្តយ៉ាងខ្លាំងពេលនោះគេបានដាល់មុខភក្តីមួយដៃប៉ុន្តែកណ្ដាប់ដៃរបស់គេពិតជាស្រាលខ្លាំងណាស់ឲ្យភក្តីចាប់បានជាប់ហើយក៏ច្រានវិញធ្វើឲ្យគេដួលផ្ងាពោះពេលនោះគេបានក្រោកឡើងហើយក៏បាននិយាយហៅឲ្យអង្គរៈឆែកឆេរគេភ្លាមអង្គរៈក៏ដូចចិត្តទៀតពេលនោះស្ទុះមកឆែកភក្តីទាំងកំរោលតែម្ដងពួកគេលូកចូលក្នុងហោប៉ៅរបស់ភក្តីក៏ទាញបានខ្សែកមួយខ្សែមកគ្រាន់តែឃើញខ្សែកភ្លាមម្នាក់បើកភ្នែកធំសម្លឹងមើលភក្តីអ្នកខ្លះពេបមាត់ពេបកដោយនឹកនិយាយក្នុងចិត្តថាមិនគួរណាសោះរូបរាងសង្ហាណាស់ដែរក៏ប៉ុន្តែបែរជាធ្វើចរិតបែបនេះហើយអ្នកខ្លះទៀតក៏បានគិតថាមិនគួរសោះមនុស្សបែបនេះហើយនៅក្នុងពេលនោះដែរលោកសេដ្ឋីធនក៏បានចេញមកហើយគាត់បាននិយាយថាឲ្យភក្តីថាឯងនេះមិនគួរណាយើងចិញ្ចឹមឯងបំបងបាយសោះតាមពិតទៅនេះគឺជាឈុតឆាករបស់លោកសេដ្ឋីធនដែលបានរៀបចំរួមគំនិតគ្នាជាមួយនឹងវិបុលដើម្បីកម្ចាត់ភក្តីចេញសោះគាត់បាននិយាយថាខ្សែកពេជ្រនេះពិតជាមានតម្លៃរាប់លានដុល្លារឯងមានដឹងទេពេលនោះគាត់បានបន្តទៀតថាឯងគ្រាន់តែជាកង្កែបមួយនៅក្នុងបាតអណ្ដូងតែប៉ុណ្ណោះឯងចង់ស្រវាបេះផ្កាដ៏ស្រស់ស្អាតនៅក្នុងភូមិគ្រឹះហើយថែមទាំងលួចខ្សែកពេជ្រដ៏មានតម្លៃរបស់ភ្ញៀវទៀតឯងនេះពិតជាថោកទាបខ្លាំងណាស់
ឆាប់ចេញពីមុខពីមាត់យើងភ្លាមកុំឲ្យយើងឃើញមុខឯងនៅក្នុងភូមិគ្រឹះនេះតទៅទៀតពេលនោះចិនដាបានចេញមុខមកយំបង្វល់ឪពុកហើយបាននិយាយទៅកាន់លោកឪពុករបស់គេថាលោកប៉ាភក្តីមិនមែនជាមនុស្សបែបហ្នឹងទេពេលឮសម្ដីបែបនេះភក្តីបានសម្លឹងមើលមុខចិនដាហើយខ្សែភ្នែកបង្កប់ដោយអត្ថន័យរួចហើយក៏ដើរចេញទៅទាំងមេឃកំពុងភ្លៀងដោយមិនបកស្រាយអ្វីសូម្បីតែមួយម៉ាត់ហើយពេលនេះតួអង្គស្រីម្នាក់ទៀតដែលជាតួឈ្នានេះនោះនាងមានឈ្មោះថាម៉ារីក៏បានចេញមុខមកនាងបានដើរទៅជិតចិនដារួចហើយក៏និយាយទៅកាន់ចិនដាថាសូមឲ្យអ្នកនាងចិនដាសម្រួលអារម្មណ៍បន្តិចទៅបណ្ដោយតាមពេលវេលាទៅចោះនាងនិយាយបែបនេះព្រោះតែសម្ដែងធ្វើជាមនុស្សល្អដែលជាការពិតទៅម៉ារីបានដឹងច្បាស់ណាស់ថាភក្តីគឺជាសេដ្ឋីវ័យក្មេងនាពេលអនាគតហើយគេបានរួមគំនិតគ្នាជាមួយនឹងវិបុលបោកប្រាស់លោកសេដ្ឋីធនព្រមទាំងភក្តីផងដែរបន្ទាប់ពីជ្រៀតជ្រែកយកមុខយកមាត់បានបន្តិចរួចមកនាងក៏សរសៀដើម្បីទៅរកភក្តីនៅពេលនោះដែរគេបានទៅជួបភក្តីនៅកន្លែងមួយកន្លែងដែលនាងទៅជួបនោះគឺជាបន្ទប់ជួលរបស់ភក្តីនាងបានចូលទៅដល់ជួបភក្តីហើយក៏បាននិយាយទៅកាន់ភក្តីថាបងភក្តីមិនគួរណាលងចិត្តមួយនឹងចិន្តានោះទេព្រោះចិន្តាគឺជាមនុស្សម្នាក់ដែលជឿជាក់លើឪពុកនាងខ្លាំងណាស់ហើយគេបាននិយាយបន្តទៀតថាបងភក្តីបងឈប់លេងសើចនឹងជីវិតនេះទៀតទៅបងជាអ្នករៀនសូត្រខ្ពង់ខ្ពស់បងស័ក្តិសមជាមួយនឹងស្រីដូចជាអូនមិនមែនស្រីដែលជឿតាមសម្ដីឪពុកកាប់មុខដូចជាចិន្តានោះទេពេលនោះភក្តីញញឹមហើយក៏បាននិយាយទៅកាន់ម៉ារីថាម៉ារីលេងដៃខ្ញុំទុកកិត្តិយសឲ្យខ្លួនឯងផងព្រោះថាពេលនោះម៉ារីកំពុងតែតោងដៃតោងជើងភក្តីព្រមទាំងធ្វើសកម្មភាពបែបមិនសមរម្យដើម្បីឲ្យភក្តីនឹងទន់ចិត្តចាប់អារម្មណ៍មកលើនាងប៉ុន្តែភក្តីមិនមែនជាប្រុសចិត្តងាយនោះឡើយគេក្រឡោះដៃចេញហើយថែមទាំងដេញម៉ារីឲ្យមកក្រៅទៀតហើយគេបានវិចារថាមនុស្សដែលខ្ញុំស្រឡាញ់មិនមែនតែសម្បកក្រៅនោះទេមិនមែនជាមនុស្សដែលខ្ញុំត្រូវការពាក្យស្រឡាញ់ពីគេឡើយតែមនុស្សដូចជាម៉ារីខ្ញុំស្គាល់នាងច្បាស់ណាស់សូមនាងថយចេញឲ្យឆ្ងាយភ្លាមទៅកុំនៅជិតជីវិតខ្ញុំអីពេលនោះគេបានច្រានម៉ារីចេញក្រៅបន្ទប់ហើយគេបានបិទទ្វារយ៉ាងជិតធ្វើឲ្យម៉ារីខឹងខ្លាំងណាស់ញ័រដៃញ័រជើងលើកកន្ត្រាក់កន្ត្រែងហើយក៏ដើរចេញទៅបាត់និយាយពីភក្តីវិញបន្ទាប់ពីម៉ារីចេញទៅផុតគេបាននឹកក្នុងចិត្តថាមនុស្សដែលស្មោះជាមួយនឹងគេគ្មានអ្នកណាក្រៅពីចិន្តានោះទេព្រោះថាចិន្តាស្រឡាញ់រូបគេមិនមែនស្រឡាញ់ទ្រព្យសម្បត្តិនោះឡើយគឺស្រឡាញ់រូបគេគឺជារូបគេនឹងហើយអ្វីទ្រព្យសម្បត្តិគឺមកតាមក្រោយទៅរំលងអានពី3ថ្ងៃរៀងស្ងប់អារម្មណ៍ហើយពេលនោះពួកគេបានណាត់ជួបគ្នាចិន្តាជាមួយនឹងភក្តីបានជួបគ្នានៅមាត់ទន្លេនៅពេលនោះភក្តីបានសួរទៅកាន់ចិន្តាថាតើអ្នកនាងសុខសប្បាយទេចំណែកចិន្តាវិញធ្វើទឹកភ្នែករលីងរលោងព្រោះថានឹកអាណិតដល់ភក្តីយ៉ាងខ្លាំងពេលនោះគេបាននិយាយទៅកាន់ភក្តីតែម្ដងហេតុអីបានជាបងមិនតបតហេតុអីបងសុខចិត្តឲ្យគេមើលងាយឲ្យគេចោទបងថាជាចោរទាំងដែលបងមិនបានធ្វើឬមួយបងគិតថាខ្ញុំជឿសម្ដីគេទាំងអស់នោះនៅពេលនោះភក្តីបានសម្លឹងមើលទៅខ្សែទឹករួចហើយក៏ងាកមកញញឹមយ៉ាងសទន់ដាក់ដាហើយក៏បាននិយាយថាបើសិនជាបងតទៅទាំងកំហឹងនោះប្រកាសណាស់បងប្រកាសជាចាញ់ប៉ុន្តែបងមិនធ្វើឲ្យខូចការធំនោះឡើយថ្ងៃណាមួយអូនប្រកាសជាដឹងជាមិនខានពេលនោះចិន្តាត្រឹមលេងបានក៏ដើរមកជិតភក្តីហើយកាន់ដៃថាបងដឹងទេទោះបងគ្មានអ្វីសោះទោះបងគ្រាន់តែជាអ្នកបម្រើក្នុងផ្ទះខ្ញុំក៏ចិត្តរបស់ខ្ញុំមិនប្រែប្រួលដែរខ្ញុំស្រឡាញ់ភក្តីដែលឧស្សាហ៍ភក្តីដែលចេះការពារខ្ញុំមិនមែនស្រឡាញ់ព្រោះតែទ្រព្យសម្បត្តិនោះឡើយពេលនោះភក្តីកាន់ដៃនាងយ៉ាងកក់ក្ដៅវិញហើយក៏បាននិយាយថាអរគុណអូនដែលស្រឡាញ់បងជាបងចាំពាក្យបងណាមិនយូរទេពពកខ្មៅប្រកាសជារសាត់បាត់ពន្លឺនឹងត្រឡប់មកវិញទោះពិភពលោកបាត់បង់ក៏បងមិនខ្លាចដែរបងខ្លាចតែបាត់បង់អូនតែម្នាក់តែប៉ុណ្ណោះពេលនោះធ្វើឲ្យចិន្តាកាន់តែខ្សឹកខ្សួលរួចហើយភក្តីក៏បានអោបចិន្តារួចហើយពួកគេសម្លឹងមើលខ្សែទឹកដែលកំពុងតែរលកព្រិចចាំងជាមួយនឹងពន្លឺព្រះអាទិត្យដែលរៀបលិចពួកគេយល់ចិត្តគ្នាពេញមួយទំហឹងតែម្ដងនិយាយពីចិន្តាវិញពេលនោះគេបាននិយាយរៀបរាប់ថាបងសម្លាញ់មានរឿងមួយអូនចង់ប្រាប់បងអាទិត្យក្រោយនេះលោកប៉ាឲ្យអូនភ្ជាប់ពាក្យជាមួយនឹងវិបុលហើយក្រាន់តែឮបែបនេះភ្លាមពេលនោះភក្តីក៏បានលាដៃហើយក៏សម្លឹងមើលមុខចិន្តាបាននិយាយថាហេតុអីបានខ្លាចទៅជាអញ្ចឹងព
ពេលនោះដែរនាងបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងប្រាប់ទៅដល់ភក្តីគេមិនចង់ភ្ជាប់ពាក្យនោះទេប៉ុន្តែឪពុករបស់គេបង្ខំគេវិបុលគឺជាអ្នកមានហើយឪពុកនាងជឿគេស្ទើរតែកាប់មុខទៅហើយពេលនោះណាបានប្រាប់ទៅភក្តីថាមិនដឹងថាឲ្យអូនគិតយ៉ាងណានោះទេតែភក្តីបាននៅស្ងៀមហើយក៏បាននិយាយថាអូនកុំបារម្ភអីអូនធ្វើតាមគម្រោងរបស់លោកប៉ាអូនចោះនោះចិន្តាក៏បានសម្លឹងមើលមុខភក្តីរួចហើយបាននិយាយថាហេតុអីបានជាបងនិយាយបែបនេះបងអត់មានអារម្មណ៍ថាចង់ឲ្យអូនធ្វើអ្វីមួយពេលនោះនាងក៏បានឈប់និយាយតាមពិតនាងចង់និយាយថារត់តាមភក្តីនោះអីពេលនោះភក្តីបាននិយាយថាអូនកុំបារម្ភអីរឿងនេះបងដឹងច្បាស់ណាស់ពេលនោះគេបានបញ្ជាក់ឲ្យចិន្តាធ្វើតាមប៉ារបស់គេចោះមិនឲ្យនាងព្រួយបារម្ភខ្លាំងពេកទេពេលនោះចិន្តាក៏យល់ព្រមបន្ទាប់មកពួកគេក៏បានបែកគ្នារួចហើយក៏ដល់ថ្ងៃដែលចិន្តាត្រូវភ្ជាប់ពាក្យតែម្ដងខណៈពេលដែលមានភ្ញៀវក៏ក្រឹកក្រែងនោះហើយពិធីក៏បានជិតរៀបចំទៅហើយពេលនោះស្រាប់តែមានសម្លេងម៉ូតូធំព្រមទាំងឡានទំនើបជាច្រើនបានដហែហមនិងតម្រង់ជួរនៅពីមុខនោះដែលធ្វើឲ្យភ្ញៀវទាំងអស់គ្នាងាកទៅមើលថាតើជានរណាចំណែកវិបុលកំពុងតែគិតក្នុងចិត្តថាពេលនេះត្រីជិតស៊ីសន្ទូចហើយនៅតែបន្តិចទៀតគេនឹងខ្លាចទៅជាកូនប្រសារលោកសេដ្ឋីធនពេលនោះគ្រួសាររបស់គេប្រកាសជារួចពីការខ្សែធនជាមិនខានកំពុងតែនឹកក្នុងចិត្តស្រាប់តែគេងាកមកក៏ឃើញភ្ញៀវដែលកំពុងតែនៅកោះកនោះក៏បែរមើលមកខាងក្រៅពេលនោះគេក៏សម្លឹងមើលមកដែរពេលនោះគេឡើងភ្ញាក់អស់រលីងព្រោះថាអ្នកដែលកំពុងតែចុះពីឡានស្លៀកពាក់យ៉ាងសង្ហាហើយដើរតម្រង់មករកកម្មវិធីនោះគឺជាភក្តីគេបានសម្លឹងដោយខ្សែភ្នែកឆ្ងល់និងខឹងហេតុអីបានជាអាមួយនេះមកទៀតហើយគេមិនបានដឹងថាថ្ងៃនេះគឺជាថ្ងៃអង្សាររបស់គេនោះទេដោយសារតែគេកឹបកេងប្រវាញ់លុយកាក់របស់ក្រុមហ៊ុនពេលនេះក្រុមហ៊ុនរបស់គេបានខ្សែធន់ហើយក្រុមហ៊ុនរបស់គេនោះគឺនៅក្នុងការគ្រប់គ្រងរបស់ភក្តីទៀតផងតែគេមិនបានដឹងសោះហើយនៅពេលនោះដែរកម្មវិធីក៏មិនទាន់បានចាប់ផ្ដើមនោះដែររីឯចិន្តានៅក្នុងបន្ទប់កំពុងតែតែងខ្លួនពេលនោះបានឮមនុស្សម្នាកំពុងតែខ្សឹបខ្សៀវគ្នាថានៅខាងក្រៅដូចជាមានបញ្ហាអីធ្វើឲ្យចិន្តាបានស្ទុះចេញមកក្រៅពេលនោះគេបានឃើញភក្តីភ្លាមគេរំភើបចិត្តខ្លាំងណាស់ប៉ុន្តែគេក៏រៀងភ្ញាក់ផ្អើលដែរដោយសារតែឃើញភក្តីរៀបចំខ្លួនយ៉ាងសង្ហាដែលគេមិននឹកស្មាននៅពេលនោះភក្តីក៏បានបកអាក្រាតទៅដល់វិបុលឲ្យគេអ្នកទាំងអស់គ្នានឹងបានដឹងពេលនោះវិបុលគ្មានអ្វីដែលត្រូវបកស្រាយនោះទេអ្វីដែលសំខាន់នោះគឺឪពុកម្ដាយព្រមទាំងវិបុលនោះកំពុងតែសរសេរប្រងលួចរត់ក៏ប៉ុន្តែប៉ូលីសក៏បានមកដល់ល្មមហើយក៏ចាប់ខ្លួនអ្នកទាំងអស់គ្នានោះតែម្ដងចំណែកលោកសេដ្ឋីធនក៏នៅក្នុងហេតុការណ៍នោះដែរគាត់ស្ដាប់ពីដំណើរដើមតោងរហូតដល់ចប់ពេលនោះគាត់បានដឹងកំហុសរបស់គាត់ដែលតែងតែជឿពាក្យញុះញង់របស់វិបុលហើយក៏ស្អប់ភក្តីពេលនេះគាត់គ្មានមុខមាត់អ្វីដែលត្រូវនិយាយនោះដែរនៅពេលដែលគាត់ដឹងរឿងអស់នេះហើយគាត់ក៏បានសុំទោសទៅដល់ភក្តីចំណែកភក្តីវិញដោយសារតែស្រឡាញ់កូនក្រមុំគេផងនោះក៏បាននិយាយទៅកាន់លោកសេដ្ឋីធនថាគេមិនបានប្រកែប្រកាន់អីជាមួយនឹងលោកសេដ្ឋីនោះទេនោះក៏ដោយសារតែលោកសេដ្ឋីមិនដឹងថានោះជាឧបាយកលរបស់វិបុលប៉ុន្តែរឿងទាំងអស់នេះគេនឹងលើកលែងទោសឲ្យលោកសេដ្ឋីធននេះក៏ព្រោះតែគេគិតថាគ្មានឪពុកម្ដាយណាដែលចង់ឲ្យកូនមកលំបាកតោកយ៉ាកជាមួយនឹងមនុស្សប្រុសក្រីក្រនោះដែរបន្ទាប់ពីពួកគេបានបោសសម្អាតរឿងអាក្រក់បានចេញអស់រលីងហើយនោះក្តីក៏បាននិយាយទៅកាន់លោកសេដ្ឋីធនថានេះគឺជាឱកាសល្អខ្លាំងណាស់ពេលនោះគេសូមអនុញ្ញាតពីលោកសេដ្ឋីធនដើម្បីភ្ជាប់ពាក្យបន្តទៀតជាមួយនឹងកូនស្រីរបស់គាត់គឺចិន្តាពេលនោះចិន្តាបានលួចញញឹមមិននឹកស្មានថាគេបានជួបមនុស្សដែលគេស្រឡាញ់នោះទេហើយលោកសេដ្ឋីធនគ្មានអ្វីដែលត្រូវនិយាយបកស្រាយទៀតនោះដែរគឺមានតែយល់ព្រមតែប៉ុណ្ណោះពេលនោះលោកសេដ្ឋីធនក៏បាននិយាយថាត្រូវទៅនាំឪពុកម្ដាយដើម្បីមកចូលស្ដីដណ្ដឹងកូនគាត់ទៅគាត់ព្រមព្រៀងឲ្យខណៈពេលនោះដែរភក្តីក៏មិនចាំយូរក៏បានខលទូរស័ព្ទទៅរកឪពុកម្ដាយរបស់គេភ្លាមតែម្ដងផែនការរបស់គេបានរៀបចំរួចជាស្រេចបាត់ទៅហើយគ្រាន់តែហាមាត់ទូរស័ព្ទភ្លាមឪពុកម្ដាយរបស់គេក៏បានជិះឡានទំនើបមកដល់ផ្លេតតែម្ដងព្រមទាំងចំនួនជាច្រើនបានដង្ហែហែហមតាមឡានមកក៏ក្រឹកក៏ក្រែងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមពិតទៅគេបានរៀបចំគម្រោងនេះរួចបាត់ទៅហើយរងចាំតែពេលវេលាល្អតែប៉ុណ្ណោះនៅពេលនោះដែរពួកគេទាំងពីរនាក់ក៏បានភ្ជាប់ពាក្យអ្នកដន្លងនិងអ្នកដន្លងញញឹមរកគ្នាធ្វើឲ្យលោកសេដ្ឋីធនញញឹមបាត់មិនចិត្តនោះទេព្រោះនឹកថាកូនរបស់គាត់ពិតជាមានសំណាងខ្លាំងណាស់ហ
ហើយគាត់ក៏មិននឹកស្មានតែខ្លួនឯងកន្លងមកគិតខុសនោះដែរបីជាគាត់ជាមនុស្សចាស់ប៉ុន្តែគាត់ពិតជាល្ងង់ខ្លាំងណាស់មិនចេះមើលមនុស្សសោះពេលនេះគាត់បានដឹងខ្លួនខុសថ្ងៃក្រោយទៅគាត់នឹងធ្វើជាមនុស្សល្អបន្តទៅទៀតលែងធ្វើឲ្យខុសដូចមុនទៀតហើយចំណែកឯពុកម្ដាយរបស់ភក្តីវិញក៏សប្បាយចិត្តនៅពេលនេះកូនប្រុសរបស់គាត់បានរើសបានគូសកលដែលគាត់បានពេញចិត្តគាត់មិនដែលជំទាស់នឹងកូននោះទេព្រោះថាកូនធ្វើអ្វីមិនដែលខុសនោះឡើយហើយពេលដែលបានឃើញចិន្តាទៀតគាត់ក៏កាន់តែស្រឡាញ់ព្រោះថាគាត់ធ្លាប់បានជួបចិន្តាច្រើនដងមកហើយចិន្តាគឺជាក្មេងស្រីដ៏ល្អម្នាក់តាំងពីដើមមកពេលនេះអ្វីៗត្រូវបានបញ្ចប់ពិធីបំពាក់ចិញ្ចៀនរបស់អ្នកទាំងពីរក៏បានបញ្ចប់ដែរហើយគូស្នេហ៍ទាំងពីរល្ងាចនេះក៏បានចេញមកញ៉ាំអីនៅមាត់ទន្លេពួកគេញ៉ាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនពិតជារ៉ូមែនទិកខ្លាំងណាស់ពេលដែលកំពុងតែញ៉ាំអាហារនោះស្រាប់តែចិន្តាសួរភក្តីដោយភាពងឿឆ្ងល់ហើយនឹងរៀងខឹងបងមាននឹងទេថាអូនខឹងនឹងបងប៉ុណ្ណាហេតុអីបានជាបងកុហកអូនបោកប្រាស់អូនអញ្ចឹងពេលនោះភក្តីក៏បានសម្លឹងមើលមុខចិន្តារួចហើយសួរថាតើបងកុហកអូនរឿងអីពេលនោះចិន្តាបាននិយាយថារឿងបងគឺជាអ្នកក្រនោះអីពេលនោះភក្តីក៏បានទាញដៃចិន្តាមកដាក់លើតុហើយអង្អែលថ្នមថាបើបងមិនធ្វើបែបនេះធ្វើម៉េចដឹងថាអូនស្រឡាញ់បងជាបងឬក៏អូនស្រឡាញ់បងដើម្បីទ្រព្យសម្បត្តិនោះពេលនោះចិន្តាញញឹមទាំងសម្លក់ពេលហើយនាងបានរលើសដៃភក្តីចេញនាងក៏បានដើរទៅខាងមុខសម្លឹងមើលទឹកទន្លេដោយមិននិយាយស្ដីសូម្បីតែមួយម៉ាត់ចំណែកភក្តីវិញក៏បានដើរតាមពីក្រោយពេលនោះគេក៏បានទៅចាប់អោបចង្កេះដ៏តូចរបស់ចិន្តាហើយក៏បាននិយាយថ្នមថាបងស្រឡាញ់អូនរឿងកន្លងមកឲ្យបងសុំទោសបើសិនជាមានការខុសឆ្គងជាមួយនឹងអូននោះដែលធ្វើឲ្យអូនមិនពេញចិត្តពេលនោះចិន្តាញញឹមហើយក៏បាននិយាយថាអូនតែងតែលើកលែងទោសឲ្យបងរហូតហើយតើមិនថាបងជាអ្នកមានឬក៏ជាអ្នកក្រក៏អូននៅតែស្រឡាញ់បងជាបងដែរនិយាយបែបនេះធ្វើឲ្យភក្តីកាន់តែស្រឡាញ់និងអាណិតចិន្តាកាន់តែខ្លាំងពេលនោះគេបានអោបហើយក៏ថើបធ្វើចិន្តាមួយខ្សឺតរឿងក៏បានចប់ត្រឹមនោះទៅសូមអរគុណចំពោះការស្ដាប់របស់បងប្អូនទាំងអស់គ្នាចាំជួបគ្នានៅរឿងក្រោយទៀត